ជំរាបសួរខ្ញុំបាទឈ្មោះមេឃមនុស្សជាប្រធានការិយាសិក្សាធិការនៅសាលាវងលបលហើយក្នុងពេលនេះខ្ញុំក៏ជាគណៈកម្មការនៅក្នុងការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិសម័យប្រឡង6កក្កដា2026នៅក្នុងសាលាវងលបលហើយពាក់ព័ន្ធទៅនឹងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិនៅក្នុងឆ្នាំនេះគឺយើងបានទទួលការអនុញ្ញាតពីក្រសួងអភិវឌ្ឍកីឡាតាមរយៈគ្រឹះស្ថានឧត្តមសិក្សាដែលយើងបានស្នើសុំរៀបចំការប្រឡងនៅក្នុងសម័យប្រឡងនេះហើយសម្រាប់ឆ្នាំនេះបេក្ខជនរបស់យើងមានសរុបចំនួន42នាក់ស្រី24នាក់ដែលបើយើងធៀបទៅនឹងឆ្នាំមុនគឺចំនួនបេក្ខជនរបស់យើងមានការកើនឡើងហើយយើងបែងចែកជាពីរបន្ទប់ពាក់ព័ន្ធទៅនឹងដំណើរការប្រឡងនេះផងដែរគឺយើងអនុវត្តទៅតាមសេចក្តីណែនាំរបស់ក្រសួងអប់រំយុវជននិងកីឡាលិខិតលេខ113ប្រឡដែលនៅក្នុងនោះមានការណែនាំពាក់ព័ន្ធនឹងការប្រឡងហើយយើងអនុវត្តទៅតាមអ្វីដែលក្រសួងបានរៀបចំក្រោមការត្រួតពិនិត្យរបស់មន្ទីរអប់រំយុវជននិងកីឡាខេត្តសៀមរាបបាទពាក់ព័ន្ធនឹងដំណើរការនៅក្នុងឆ្នាំនេះផងដែរយើងឃើញថាបើធៀបទៅនឹងឆ្នាំមុនបាត់តែចំនួនបេក្ខជនកើនឡើងប៉ុន្តែដោយសារតែគេមានបទពិសោធន៍នៅក្នុងការរៀបចំហើយបេក្ខជនគាត់ថាដូចជាមានរបៀបរបបក៏ដូចជាអត់មានបញ្ហាប្រឈមអីពួកគាត់សម្គាល់ទេហើយយើងឃើញថាគាត់ក៏បានត្រៀមខ្លួននៅក្នុងការប្រឡងនឹងល្អប្រសើរជាងបេក្ខជននៅឆ្នាំមុនហើយពាក់ព័ន្ធទៅនឹងការមកប្រឡងគឺគាត់ឃើញថាគាត់មកបានមុនមកដែលបង្កភាពងាយស្រួលដល់គណៈកម្មការរបស់យើងនៅក្នុងការត្រួតពិនិត្យនៅសំណើឯកសាររៀបចំក៏ដូចជាណែនាំពួកគាត់ពាក់ព័ន្ធទៅនឹងដំណើរការប្រឡងនេះផងដែរហើយពាក់ព័ន្ធទៅនឹងដំណើរការរៀបចំទាំងមូលរបស់គណៈកម្មការយើងបែងចែកជាគណៈកម្មការមេប្រយោគយើងមានគណៈកម្មការកណ្ដាលយើងមានគណៈកម្មការអនុរិយយើងមានគណៈកម្មការទូតនគរគាហើយយើងមានគណៈកម្មការកំណែហើយនឹងបូកស្រង់គូជាប់ធ្លាក់ដែលយើងអនុវត្តទៅតាមដំណាក់កាលនៃការប្រឡងហើយថ្ងៃនេះគឺជាថ្ងៃទី2មានន័យថាយើងរៀបចំគឺនៅថ្ងៃទី6និងថ្ងៃទី7រយៈពេល2ថ្ងៃដែលក្នុងនោះយើងមាន11មុខវិជ្ជារហូតមកដល់ពេលនេះយើងឃើញថាដំណើរការប្រឡងគឺដំណើរការទៅយ៉ាងរលូនអត់មានអ្វីដែលជាបញ្ហាប្រឈមពីគួរដោះស្រាយទេហើយក្នុងនាមខ្ញុំជាប្រធានការិយាសិក្សាធិការក៏ដូចជាគណៈកម្មការមួយរូបនៅក្នុងការរៀបចំការប្រឡងនេះក៏សូមជូនពរបងប្អូនដែលកំពុងតែប្រឡងឲ្យបានធ្វើឲ្យបានល្អហើយនឹងជូនពរឲ្យបានជាប់នៅក្នុងការប្រឡងមួយទាំងអស់គ្នាសង្ឃឹមថាចប់ប្រឡងនេះយើងអាចមានពេលវេលាក្នុងការសម្រាប់ពីព្រោះអីយើងបានខិតខំប្រឹងប្រែងរយៈពេល1ឆ្នាំកន្លងទៅហើយចុងក្រោយអត់មានអីច្រើនទេគឺមានតែជូនពរឲ្យជាប់ការប្រឡងទាំងអស់គ្នាហើយសម្រាប់បងប្អូនដែលដែលចង់បាននិទេសល្អក៏សូមជូនពរឲ្យបាននិទេសល្អដែរបាទសូមអរគុណ